បាទសូមជំរាបសួរពុកម៉ែបងប្អូនបាទស្មាននេះពុកម៉ែបងប្អូនកំពុងតែធ្វើអ្វីដែរបងប្អូននៅភាសាបាយរួចនៅបាទថ្ងៃនេះខ្ញុំបាទសូមគ្រប់នឹងលើកយកពីរបៀបបាទសៃសក់បាទជូនដល់បុគ្គលិកខ្ញុំបាទបរៀនបាទដល់ក្រុមការងារនឹងក៏សូមផ្ញើជូនដល់ដៃថ្មីបាទដែលមិនទាន់ចេះហើយនឹងរបៀបមើលទម្រង់សក់ទម្រង់ក្បាលបងប្អូនតើត្រូវទម្រង់មុខទម្រង់សក់នឹងកាត់ម៉ូដអីទៅវាសមនឹងទម្រង់ក្បាលរបស់យើងអញ្ចឹងបងប្អូនអាចទស្សនាវីដេអូនេះបានបាទហើយតើបងប្អូនទាំងអស់គ្នាបានកាត់សក់រួចនៅបងប្អូនបាទរដូវចិត្តចូលឆ្នាំហើយបងប្អូនណាបើមិនទាន់កាត់អាចមកកាត់នៅកន្លែងកន្ត្រៃធំយើងខ្ញុំដែលមានទីតាំងជាប់នឹងរបងវត្តបង្កោះសេត្រាំងបានហើយសម្រាប់បងប្អូនដែលមានកូនដែលមានបំណងចង់រៀននៅអាជីពនៅជំនាញវិជ្ជាជីវៈកាត់សក់នេះសូមកុំភ្លេចបាទកន្លែងយើងខ្ញុំទទួលនៅមករៀនកូនជាងផងដែរហើយយើងខ្ញុំក៏មានទីតាំងដីសម្រាប់លក់បាទប្រភេទជាប់ផ្លូវជាតិនៅផ្លូវលំខ្នាតតូចនិងខ្នាតធំផងដែរសូមអរគុណ